គ្នាសាជាថ្មីមកកែលំហាត់គណិតវិទ្យាថ្នាក់ទី9មេរៀនទី1ដដែលចំនួនអក្សរនិទានក្នុងទំព័រទី14ថ្ងៃនេះដែរយើងចូលមកដល់លំហាត់ថ្មីគឺលំហាត់ទី11របស់យើងហើយលំហាត់របស់យើងគឺជាប្រភេទប្រមាណវិធីបូកដកទៅលើរ៉ាឌីកាល់អញ្ចឹងយើងធ្លាប់ជួបតាំងពីលំហាត់មុនគឺលំហាត់ទី10និងទី9របស់យើងដើម្បីធ្វើប្រមាណវិធីបូកដកទៅលើរ៉ាឌីកាល់បានលុះត្រាតែយើងបំលែងរ៉ាឌីកាល់ឲ្យដូចគ្នាសិនលំហាត់ទាំងពីររបស់យើងគឺជាប្រភេទរឹសការ៉េដូចគ្នាអញ្ចឹងអ្វីដែលយើងត្រូវបំលែងគឺយើងត្រូវបំលែងរ៉ាឌីកង់ឲ្យដូចគ្នាសិនអញ្ចឹងយើងចូលដល់លំហាត់ទី1របស់យើងត្រូវបញ្ចេញមួយចំនួនចេញពីរឹសការ៉េដោយសារតែ8 98ហើយនិង20គឺជាចំនួនមិនមែនជារឹសការ៉េប្រកបទេតែគ្រាន់ថាយើងអាចបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់បានខ្លះដើម្បីឲ្យមានរ៉ាឌីកង់ដូចគ្នាអញ្ចឹងរឹសការ៉េ8យើងអាចសរសេរបានថា4គុណ2 4គុណនឹង2ដោយសារតែ4នេះគឺស្មើនឹង2ការ៉េអញ្ចឹងអាចបញ្ចេញពីរឹសការ៉េបានហើយដកឲ្យ3រឹសការ៉េ98អាចសរសេរថា49គុណ2 49គុណ2ស្មើនឹង98ហើយ49នេះស្មើនឹង7ការ៉េអាចចេញពីរឹសការ៉េបានដកឲ្យ2រឹសការ៉េ200រឹសការ៉េ200យើងអាចសរសេរបាន100គុណ2 100នេះយើងអាចសរសេរបានថា10ការ៉េអញ្ចឹង10ការ៉េអាចបញ្ចេញពីរឹសការ៉េបានហើយអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាឃើញគឺរ៉ាឌីកាល់របស់យើងគឺមានរ៉ាឌីកង់2ដូចគ្នាអញ្ចឹងតួទី1ក៏រ៉ាឌីកង់2តួទី2ក៏រ៉ាឌីកង់2ហើយតួទី3របស់យើងក៏មានរ៉ាឌីកង់2អញ្ចឹងយើងអាចធ្វើប្រមាណវិធីទៅលើមេគុណបានហើយរក្សារ៉ាឌីកាល់នៅដដែលអញ្ចឹងស្មើយើងអាចសរសេរមួយជួរទៀតដោយយក4នេះលើកជាការ៉េអញ្ចឹង4ស្មើនឹង2ការ៉េគុណ2ដកឲ្យ3រឹសការ៉េ49នេះយើងអាចសរសេរបាន7ការ៉េគុណ2ដកឲ្យ2រឹសការ៉េ100យើងអាចសរសេរបានថា10ការ៉េគុណ2ចា៎អញ្ចឹង2នេះយើងអាចបញ្ចេញពីរឹសបានហើយចេញមកបាន2គុណ2ស្មើនឹង4ស្មើនឹង4រឹសការ៉េ2ដកឲ្យ7ការ៉េចេញពីរឹសបាន7 7គុណ3ស្មើនឹង21 21រឹសការ៉េ2ដកឲ្យ10ការ៉េបញ្ចេញពីរឹសបាន10 10គុណ2ស្មើនឹង20ដក20រឹសការ៉េ2យើងបានរ៉ាឌីកាល់ដែលមានរ៉ាឌីកង់2ដូចគ្នាហើយអញ្ចឹងយើងគ្រាន់តែធ្វើប្រមាណវិធីដកទៅលើមេគុណនិងមេគុណហើយរក្សារ៉ាឌីកាល់ទុកនៅដដែល4ដក21ដក20គឺស្មើនឹងដក37ស្មើនឹងដក37រឹសការ៉េ2ជាចម្លើយចូលមកដល់លំហាត់ទី2ដូចគ្នាដែរ50នេះក៏មិនមែនជារឹសការ៉េប្រកប32ដូចគ្នា20ក៏ដូចគ្នាដែរសំទោស200នេះគឺយើងអាចបញ្ចេញដូចលំហាត់ទី1របស់យើងដែរអញ្ចឹងយើងអាចសរសេរបានថាដក3រឹសការ៉េ50យើងអាចបំលែងទៅជា25គុណ2មូលហេតុដែលខ្ញុំយក25គុណ2ដោយសារតែ5នេះយើងអាចលើកជាការ៉េបាន25នេះស្មើនឹង5ការ៉េអញ្ចឹងអាចបញ្ចេញពីរឹសការ៉េបានហើយចំណែកឯ32នេះអ្នកទាំងអស់គ្នាអាចយក16គុណ2 16គុណ2ស្មើ32ហើយ16ស្មើនឹង4ការ៉េដករឹសការ៉េ16គុណ2បូកឲ្យ5រឹសការ៉េ200យើងអាចសរសេរបាន100គុណ2ដក3 25យើងអាចសរសេរបាន5ការ៉េគុណ2ដកឲ្យរឹសការ៉េ16យើងអាចសរសេរបាន4ការ៉េគុណ2បូកឲ្យ5រឹសការ៉េ100យើងអាចសរសេរបានទៅជា10ការ៉េគុណ2នៅពេលដែលយើងអាចបំលែងរ៉ាឌីកង់ទៅជាស្វ័យគុណបានហើយបំលែងទៅជាស្វ័យគុណ2បានហើយគឺយើងអាចបញ្ចេញពីរឹសការ៉េបានហើយអញ្ចឹង5ការ៉េចេញមកបាន5គុណ3បាន15ជួបជាមួយសញ្ញាដកទៀតបានដក15រឹសការ៉េ2ដក4ការ៉េបញ្ចេញពីរឹសការ៉េបាន4គុណនឹងដកបានដក4
ដក4ឬការ៉េ2បូកឲ្យ10ការ៉េបញ្ចេញពីរឹសបាន10 10គុណនឹង5បាន50ឬការ៉េ2អញ្ចឹងយើងឃើញរ៉ាឌីការបស់យើងគឺមានរ៉ាឌីកង់2ដូចគ្នាអញ្ចឹងកាលណារ៉ាឌីកាដូចគ្នាហើយយើងគ្រាន់តែធ្វើប្រមាណវិធីទៅលើមេគុណនិងមេគុណទៅបូកដកតែមេគុណនិងមេគុណហើយរក្សារ៉ាឌីកានៅដដែលដក15ដក4ស្មើនឹងដក19ដក19បូក50ស្មើនឹង31ស្មើ31ហើយរក្សារ៉ាឌីកានៅដដែលអញ្ចឹងចម្លើយរបស់យើងឃើញ31ឬការ៉េ2ជួបគ្នានៅវីដេអូក្រោយក្នុងលំហាត់ទី11សូមជួយចុច like និង subscribe Channel Miss Education KH ទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃនៅម៉ោង 7 យប់